សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់ Channel របស់ខ្ញុំផ្សាយថ្មីហើយវីដេអូថ្ងៃនេះគឺខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបបកប្រែរឿងចិនបាទអញ្ចឹងយើងមាន tool មួយដែលយើងអាចបកប្រែរឿងចិនបានអញ្ចឹងបងប្អូនធ្វើការចុះឈ្មោះវាសិនមកបាទបើសិនយើងអត់ទាន់ចុះឈ្មោះក៏យើងប្រើអត់បានដែរអញ្ចឹងយើងធ្វើការចុះឈ្មោះសិនមកយើងវាយចូលទៅកាន់ website ហ្នឹងមកយើងប្រើនៅលើទូរស័ព្ទដៃក៏បាននៅលើកុំព្យូទ័រក៏បានដែរអត់ទាស់អីទេកន្លែងហ្នឹងណាហើយទូរស័ព្ទក៏អត់រើសដែរ Oppo Vivo iPhone iPad អីហ្នឹងគឺប្រើបានដូចគ្នាយើងចូលមកកាន់ Similar Tool មកយើងនឹងឃើញហើយ Similar Tool.net បាទចុចលើហ្នឹងមកបន្ទាប់មកវានាំយើងមកដល់ត្រង់នេះបងប្អូនឃើញនេះគឺបញ្ចូលសំឡេងរឿងអញ្ចឹងបានន័យថាវាបកប្រែសំឡេងរឿងឲ្យយើងហើយយើងអាចធ្វើការសរសេរអត្ថបទឲ្យវា generate ទៅជាសំឡេងក៏បានដែរអញ្ចឹងវាងាយស្រួលមែនតើហើយ tool នេះបើយើងបង់លុយមួយខែ1.99រៀលហ្នឹងយើងអាចផុសវីដេអូជាលក្ខណៈ PE ក៏បានយើងអាចបកប្រែរឿងក៏បានតែបកប្រែរឿងវាគិតជា credit អញ្ចឹងវាឲ្យយើងប្រមាណ credit យើងប្រើអស់អាហ្នឹងតោះតែយើងទិញទៀតអញ្ចឹងខ្ញុំបញ្ជាក់មុនឲ្យហើយអញ្ចឹងដើម្បីធ្វើវាបានបងប្អូនត្រូវចុច register កន្លែងនេះហើយយើងយកពាក្យ sign up with Google មកបន្ទាប់មកបងប្អូនធ្វើការរើស account Google របស់បងប្អូនដែលយើងចង់បង្កើតហ្នឹងបាទយើងចុចរើសវាមកហើយយើងចុច continue អូខេឥឡូវ account យើងគឺបង្កើតបានជោគជ័យហើយទីបន្ទាប់គឺយើងត្រូវបង់លុយសិនបើយើងអត់បង់លុយក៏យើងប្រើអត់កើតដែរឥឡូវយើងសាកមើលនេះអញ្ចឹងដូចជាគេ free ឲ្យយើង10 credit សម្រាប់ការចុះឈ្មោះលើកដំបូងជាយើងអាចធ្វើការសាកបកប្រែមើលបានតែនេះយើងអាចធ្វើការបង់លុយទៅយើងចុចកន្លែងពណ៌បៃតងនេះមកហើយយើងឃើញគេដាក់1.99រៀលណាតែនេះបើសិនជាបងប្អូនផ្ដោតសំខាន់លើការសម្រាយរឿងបងប្អូនអាចមើល credit កន្លែងនេះបានហើយគេបញ្ជាក់នេះក្នុងមួយនាទីកាត់3 credit អញ្ចឹងវីដេអូយើងមួយនាទីបងប្អូនគុណតាមហ្នឹងទៅហើយបើបងប្អូនប្រើច្រើនយើងអាចប្រើបាននេះ800 credit វាស្មើនឹង$7.99យើងវាយថា$8ចុះតែបញ្ជាក់បងប្អូនបន្តិចបើសិនបងប្អូនប្រើអត់អស់ក៏គេកាត់ដែរដល់ខែបាទអញ្ចឹងបងប្អូនមើលជំរើសតាមហ្នឹងទៅបាទអញ្ចឹងខ្ញុំសូមធ្វើការបង់អា299នេះដើម្បីបាន180 credit បាទអញ្ចឹងខ្ញុំចុច subscribe នេះមកហើយវានឹង load email របស់យើងហើយអញ្ចឹងយើងចុច next វា load QR code ឲ្យយើងបើកមកកាន់ធនាគាររបស់យើងមកយើងបើកទៅធនាគាររបស់យើងធ្វើការបើកកន្លែង scan មកបាទអូខេខ្ញុំធ្វើការ scan សិនហើយយើងចុចទូទាត់ទឹកប្រាក់ចំនួន$2.99សេនសូមទីមទាត់ចុចបញ្ជាក់មកនៅលើធនាគារយើង load OK យើងរងចាំកន្លែងនេះឲ្យវា load OK ដែរមកចុច OK មកអូខេអញ្ចឹងបងប្អូនឃើញហើយនេះគឺវាឡើង190 credit អញ្ចឹង190 credit ហ្នឹងដោយសារគេថែមឲ្យយើង10 credit បាទអញ្ចឹងដើម្បីយើងអាចសម្រាយរឿងបានយើងចុចកន្លែងនេះមកបាទមិនមែនសម្រាយសំទោសគឺយើងបកប្រែរឿងចិនឬក៏រឿងអីផ្សេងហ្នឹងយើងអាចបកប្រែបានទាំងអស់អត់បញ្ហាអីទេយើងចុចលើហ្នឹងមកបន្ទាប់មកយើងធ្វើការទៅចូលយកវីដេអូរឿងរបស់យើងបាទនេះខ្ញុំចុច open វាមកបន្ទាប់មកកន្លែងនេះយើងរើសទៅថាយើងចង់ឲ្យវាបកប្រែរឿងទៅជាភាសាអីបាទយើងរើសទៅយើងចង់ឲ្យទៅជាអង់គ្លេសទៅជាបារាំងជប៉ុនអីយើងរើសតាមហ្នឹងទៅតែខ្ញុំរើសជាខ្មែរហើយកន្លែងនេះវាមានស្រីហើយនិងប្រុសអញ្ចឹងបងប្អូនចង់សម្រាយរឿងប្រុសឬស្រីអញ្ចឹងខ្ញុំរើសយកស្រីចោះបាទបន្ទាប់មកខ្ញុំចុចពាក្យ start អញ្ចឹងខ្ញុំបញ្ជាក់បងប្អូនបន្តិចវីដេអូយើងកំណត់ត្រឹម10នាទីចុះបើសិន10នាទីឡើងយើងធ្វើអត់បានទេព្រោះវាត្រូវការចំណាយពេលយូរអញ្ចឹងយើងធ្វើត្រឹម10នាទីចុះតែខ្ញុំណែនាំត្រឹម5នាទី6នាទីអីហ្នឹងគឺល្អហើយបាទអញ្ចឹងយើងធ្វើការចុច start មកឥឡូវវាចេញពាក្យថា uploading ហើយអញ្ចឹងយើងធ្វើការរងចាំវាបន្តិចទៅឲ្យវា upload ឲ្យចប់បន្ទាប់មកវានឹងចាប់ផ្ដើមបំបែកសំឡេងយកទៅបកប្រែហើយគេក៏បានបញ្ជាក់ប្រាប់យើងដែរថាយើងអាចធ្វើការចេញទៅណាសិនក៏បានដែរតែយើងរងចាំនេះចប់សិនណានេះជាមួយពេលupload នេះចប់វានឹង load អក្សរប្រាប់យើងហើយថាយើងអាចចេញទៅក្រៅក៏បានដែរអត់បញ្ហាអីទេវានៅចាប់ផ្ដើមបកប្រែឲ្យយើងយកតែម្ដងតែសំខាន់ឲ្យ upload ឲ្យពេញសិនតែបើមិន upload ពេញទេយើងចេញអាហ្នឹងគឺអត់បានទេបាទគឺវានឹងបាត់ហើយអញ្ចឹងឥឡូវខ្ញុំរងចាំឲ្យវាពេញសិនបាទវាបាន8ជាងហើយវាលឿនឬយឺតវាអាស្រ័យទៅលើទំហំនៃវីដេអូរបស់បងប្អូនដែរទេអញ្ចឹងបើសិនជានេះអីបងប្អូនធ្វើខ្លីៗទៅបានហើយនេះវាចាប់ផ្ដើមថា starting ហើយណាហើយវា extracting audio អញ្ចឹងនេះវាប្រាប់ថាអ្នកអាចបិទទំព័រនេះដោយសុវត្ថិភាពការបកប្រែសំឡេងនៅតែបន្តដំណើរការអ្នកអាចត្រឡប់មកវិញពេលណាក៏បានហើយពិនិត្យប្រវត្តិដើម្បីមើលថាតើរីករាល់ឬនៅនេះចុចកន្លែងនេះពេលដែលយើងបិទចេញទៅបាត់ហើយយើងបើកវាមកវិញមកហើយយើងចុចកន្លែង history នេះមកនេះ
ចឹងរឿងយើងវានឹងទៅបកប្រែបើសិនវាបកហើយអីយើងឃើញកន្លែងហ្នឹងវាចេញ processing តែឥឡូវវីដេអូហ្នឹងខ្ញុំសូមធ្វើការ scope ត្រឹមហ្នឹងសិនហើយចាំវាបកប្រែហើយចាំខ្ញុំឲ្យបងប្អូនយើងមើលអូខេខ្ញុំភ្លេចបញ្ជាក់បងប្អូនមិញដោយសារខ្ញុំចុចនេះយកហ្មងអត់បាន play វីដេអូឲ្យបងប្អូនយើងមើលឥឡូវខ្ញុំសូម play វីដេអូហ្នឹងឲ្យបងប្អូនយើងមើលសិន小麻雀命不值一哎呦喂！我养了整整10年的雪鸟啊！你这个臭丫头，真是张乌鸦嘴啊！师傅，我哪知道这只傻鸟它真的会撞树而死啊！ហើយយើងរងចាំមើលវីដេអូវាបកប្រែទាំងអស់គ្នាបាទជំរឿនទៅពេលដែលវាបកប្រែហើយការបកប្រែហ្នឹងវាមិនដែរព្រោះវានៅចេញ processing អញ្ចឹងវាកំពុងតែបកប្រែយើងហើយអញ្ចឹងយើងអត់មានអីធ្វើទេយើងមានតែការរងចាំយើងអាចបិទចេះក៏បានដែរនេះយើងបិទចេះក៏អត់បញ្ហាដែរណាវានៅតែបកប្រែឲ្យយើងទេអញ្ចឹងយើងគ្រាន់តែចូលមកកាន់ Simula tool នឹងវិញមកនេះហើយបងប្អូនចូលមកកន្លែងនេះវិញហើយយើងចុចកន្លែង history នេះបាទអញ្ចឹងយើងនឹងនៅឃើញវីដេអូរបស់យើងដដែលទេវាអត់បាត់អីទេអញ្ចឹងបងប្អូនអាចធ្វើការបិទហើយដើរតាណាក៏បានដែរអត់បញ្ហាអីទេកន្លែងហ្នឹងបងប្អូនបាច់ភ័យថាបិទទៅតិចដាច់ទៅវាឡើងបកប្រែឲ្យទៅអញ្ចឹងវាអត់អញ្ចឹងទេហើយការបកប្រែគឺចំណាយពេលរៀងយូរដែរអាចពី3ទៅ5នាទីអីដែរបាទអញ្ចឹងវាអាស្រ័យទៅលើវីដេអូរបស់យើងវែងឬខ្លីបើវីដេអូយើងវែងក៏វាកាត់វែងទៅតាមនឹងដែរវាចំណាយពេលយូរអញ្ចឹងបាទខ្ញុំណែនាំឲ្យបងប្អូនទាំងអស់គ្នាប្រើខ្លីៗទៅបាទឲ្យវាបកប្រែសិនទៅខ្ញុំធ្វើការចូលមក home វាវិញហើយខ្ញុំមើលកន្លែងផុសវីដេអូ carousel អីនេះបាទអញ្ចឹងវាឲ្យយើងភ្ជាប់ Facebook ហើយអញ្ចឹងបងប្អូនអាចផុសវីដេអូជាលក្ខណៈ PE ជាលក្ខណៈអីបានហើយអត់បញ្ហាអីទេកន្លែងនេះតែបើយើងផ្ដោតសំខាន់ទៅលើការបកប្រែរឿងអានឹងយើងធ្វើតាមហ្នឹងទៅតែបើយើងចង់ចំណេញយើងចង់ផុសវីដេអូផងចង់បកប្រែរឿងផងក៏បានដែរហើយសម្រាប់អាអត្ថបទទៅសំឡេងនេះឥឡូវហ្នឹងគាត់ free ឲ្យយើងទេយើងអាចធ្វើការដាក់អក្សរទៅវានឹង generate ទៅជាសំឡេងឲ្យយើងហើយតែក្នុងបច្ចុប្បន្ននេះគឺ free ទេប៉ុន្តែទៅមុខទៅខ្ញុំអត់ដឹងទេថាគាត់ free ឬអត់អញ្ចឹងយើងរងចាំមើលទាំងអស់គ្នាទៀតប៉ុន្តែតាមខ្ញុំគិតថាគាត់មិន free រហូតទេព្រោះគាត់ត្រូវការចំណាយលុយដែរមិនមែនធ្វើមក free ទេ website អញ្ចឹងនោះចិត្តតែបង់លុយឲ្យគេអូខេអញ្ចឹងចាំជួបគ្នានៅពេលវីដេអូហើយបាទអញ្ចឹងវីដេអូយើងគឺ complete ហើយបើសិនជាបងប្អូនចាំយូរហើយវាអត់ទាន់ load complete អញ្ចឹងបងប្អូនយើងធ្វើការចុច refresh កន្លែងនេះមួយទៅវានឹង load មកហើយអញ្ចឹងគេបានបញ្ជាក់ប្រាប់យើងហើយថាវីដេអូនិងសំឡេងដែលបានបកប្រែនឹងត្រូវលុបដោយស្វ័យប្រវត្តិបន្ទាប់ពី7ថ្ងៃអញ្ចឹងពេលដែលយើងធ្វើហើយ7ថ្ងៃក្រោយគឺវានឹងលុបហើយវីដេអូហ្នឹងបើសិនជាបងប្អូនយើងអត់ download ទុកទេគឺបាត់ហើយហើយកន្លែងនេះវាមាន2វាមានវីដេអូហើយនិង audio យើងអាច download បានណា audio នេះបានន័យថាយើង download តាមសំឡេងបកប្រែទេយើងអាចយកទៅកាត់តខ្លួនឯងបាននៅតាមកម្មវិធីកាត់តវីដេអូផ្សេងបានតែបើយើងចុចកន្លែងវីដេអូនេះបានន័យថាបានទាំងសំឡេងបកប្រែបានទាំងវីដេអូហើយកន្លែងចុច play នេះគឺយើងអាចចុចមើលបានតែឥឡូវខ្ញុំចុច download យកហ្មងទៅកុំឲ្យញ៉ៃបាទខ្ញុំចុច start វាស៊ី350មេស៊ីក្រែលដែរតាឥឡូវរងចាំមើលពេលវាពេញចាំខ្ញុំ play បងប្អូនយើងមើលថាតើការបកប្រែហ្នឹងវាមិនដែរអូខេឥឡូវវីដេអូយើងចាប់ដើមពេញហើយយើងអាចបើកក្នុង folder ក៏បានយើង play វាហ្មងបានឡើយខ្ញុំចុច play ហ្មងទៅកូនចាប់តូចខ្ញុំមិនខ្វល់ពីជីវិតរបស់ខ្ញុំទេខ្ញុំបានចិញ្ចឹមសត្វព្រើទឹកក៏អស់រយៈពេល10ឆ្នាំមកហើយអ្នកស្រីមានក្លិនមាត់ធំបែបនេះលោកគ្រូតើខ្ញុំដឹងដោយរបៀបណាថាបាក់សីដ៏ល្ងង់ខ្លាំងនេះពិតជាបុកដើមឈើស្លាប់មែនប៉ះគាត់មានមាត់ពោលខ្លាំងណាស់យកល្អគួរតែបញ្ជូនគាត់ចុះពីលើភ្នំឲ្យលឿនបើមិនដូច្នេះទេសត្វកម្រនិងកម្រដែលខ្ញុំចិញ្ចឹមនឹងត្រូវបំផ្លាញចោលមិនយូរមិនឆាប់បាទអ្នកបានរៀន Metaphysics និងក្បាច់គុណនេះរួចហើយខ្ញុំគ្មានអ្វីត្រូវបង្រៀនអ្នកក្នុងនាមជាគ្រូទេទោះយ៉ាងណាក៏ដោយខ្ញុំទើបតែចាប់ផ្ដើមការសន្និចៃដន្យវាជាអាយុដ៏ល្អដើម្បីរៀបការគ្រាន់តែថាអ្នកមិនទាន់បានភ្ជាប់ពាក្យចុះពីលើភ្នំទៅជួបនេះគឺជាជោគវាសនាចឹងបងប្អូនយើងយល់យ៉ាងណាដែរចំពោះការបកប្រែបែបនេះបាទដោយសារវាជាសំឡេង AI យ៉ាងយើងស្ដាប់ទៅវាអត់មានការដាក់អារម្មណ៍អត់មានអីទេបងប្អូនយើងអាចសាកល្បងទៅធ្វើការបកប្រែមើលសិនបានដោយសារយើងចុះឈ្មោះលើកដំបូងគាត់នឹង free ឲ្យយើង10 credit អញ្ចឹងសម្រាប់10 credit ហ្នឹងយើងអាចធ្វើបាន3នាទីបាទដោយសារ1នាទីយើងកាត់3 credit អញ្ចឹង9 credit វាស្មើនឹង3នាទីអញ្ចឹងយើងធ្វើវីដេអូ3នាទីដល់1 credit ទៀតអញ្ចឹងបងប្អូនយើងចូលទៅសាកមើលទាំងអស់គ្នាទៅថាតើការបកប្រែហ្នឹងវាល្អអត់បាទអញ្ចឹងជួបជាមួយខ្ញុំនៅវីដេអូក្រោយទៀតបាទ